ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាជាពិសេសទៅកាន់អ្នកដែលទើបតែរៀនភាសាអង់គ្លេសនៅក្នុងកម្រិតដំបូងឬក៏ហៅថាកម្រិត beginner ហើយថ្ងៃនេះដែរខ្ញុំនឹងបញ្ចែករំលែកអ្នកទាំងអស់គ្នាអំពី app ខ្លះៗដែលអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់បានក្នុងការធ្វើជាជំនួយទៅដល់ការសិក្សាទៅលើ four macro skills ទាំង4មានដូចជា reading, writing, listening and speaking ចំណុចទី1នោះគឺការពង្រឹង reading skill អញ្ចឹងចំពោះ reading skill នេះខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នា download app មួយដែលមានឈ្មោះថា News in Level អញ្ចឹងនៅក្នុង app News in Level នេះមិនត្រឹមតែជួយឲ្យអ្នកទាំងអស់គ្នាពង្រឹងការអានតែប៉ុណ្ណោះទេគឺថែមទាំងជួយឲ្យអ្នកទាំងអស់គ្នាដឹងពីព័ត៌មានផ្សេងៗទៀតហើយអ្វីដែលកាន់តែពិសេសនៅក្នុងនោះទៅទៀតគឺនៅក្នុង app ហ្នឹងគឺមានទៅតាមកម្រិតរបស់គេបើអ្នកទាំងអស់គ្នាជាកម្រិតដំបូងអ្នកទាំងអស់គ្នាជាកន្លែងកម្រិតដំបូងនេះទៅពេលដែលយើងចេះកម្រិតពីដំបូងនឹងស្រាប់ហើយអ្នកទាំងអស់គ្នាគិតថាអូប៉ុណ្ណឹងងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចបន្តទៅខាងមុខទៀតប៉ុន្តែអ្នកទាំងអស់គ្នាស្គាល់ app ណាផ្សេងដែលអាចជួយពង្រឹង reading skill អ្នកទាំងអស់គ្នាអាច comment ប្រាប់បានចំណុចទី2របស់យើងនោះគឺ writing ដើម្បីពង្រឹង writing ដោយសារតែយើងនៅកម្រិត beginner យើងទៅចូលរៀនទេយើងអត់ទាន់ចេះទៅសេវែងឆ្ងាយទេយើងចេះតែបើជា sentence ឬក៏អ្នកខ្លះគាត់អាចចេះសរសេរ paragraph អីហើយអញ្ចឹងចំពោះបើអ្នកទាំងអស់គ្នាចង់ដឹងចង់ពង្រឹងការសរសេរ paragraph ភាគច្រើនអ្នកតែខុស grammar ខុស structure អញ្ចឹងខ្ញុំណែនាំអ្នកទាំងអស់គ្នាចូលទៅកាន់ website មួយដែលមានឈ្មោះថា Quillbot ដែលនៅក្នុងនោះអ្នកទាំងអស់គ្នាអាចសរសេរមកហើយអ្នកទាំងអស់គ្នា copy ផាសទៅនៅក្នុងកន្លែងគេដាក់កន្លែង grammar នេះមកហើយបន្ទាប់មកវានឹងចេញឲ្យអក្សរពណ៌ក្រហមហ្នឹងបានន័យថាអ្នកទាំងអស់គ្នាធ្វើខុសអញ្ចឹងមិនមែនឲ្យអ្នកទាំងអស់គ្នាចូលទៅមើលថាខុសឡើយណាហើយអ្នកទាំងអស់គ្នាចុចតាមគេកែតាមគេយកហ្មងឯងយើងរៀនពីកន្លែងហ្នឹងយើងមើលទៅយើងថាដូចជាកន្លែងនេះចឹងយើងខុសពាក្យហ្នឹងឬក៏ខុស grammar មួយហ្នឹងយើងភ្លេចអីភ្លេច s or something so ដូច្នេះនៅពេលលើកក្រោយទៀតយើងរៀនពីកំហុសមួយហ្នឹងរបស់យើងមិនមែនទៅចូលដាក់ app ហ្នឹងហើយឲ្យវាកែ direct ចឹងយើងអត់មានរៀនបានអីមកពីហ្នឹងវិញយើងអត់រៀនទេពេលប្រឡងក៏អត់មានអ្នកគេជួយយើងបានដែរចូលមកដល់ការពង្រឹង listening skill ដែលជាចំណុចទី3ចឹងខ្ញុំសូមណែនាំដល់អ្នកទាំងអស់គ្នាចូលទៅកាន់ YouTube ខ្ញុំជឿថាទូរស័ព្ទអ្នកទាំងអស់គ្នាភាគច្រើនគឺដឹងតែមានដែរ YouTube ហើយយើងឆែកទៅភាគច្រើននៅក្នុង level beginner ចឹងយើងអាចដាក់ថា beginner level podcast ឬក៏ A1 level podcast ក៏បានដែរចេញមកហើយស្ទើរតែ podcast ជាអីដែល native speaker ជាអីដែលជនជាតិដើមគេបាននិយាយនៅពេលខ្លះអត់មានយើងមិនបាច់ស្ដាប់ podcast ក៏បានយើងស្ដាប់វីដេអូណាដែលតាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃដែលស្ទើរតែ level ដំបូងអញ្ចឹងគឺយើងអត់ទាន់ស៊ីជម្រៅមកនេះយើងគ្រាន់តែឲ្យរៀនដើម្បីឲ្យចេះពីអីដែលយើងអាចប្រើការបានប្រចាំថ្ងៃអញ្ចឹងខ្ញុំគិតថាដើម្បីពង្រឹងសមត្ថភាពការស្ដាប់អ្នកទាំងអស់គ្នាអាចចូលទៅស្ដាប់វីដេអូបែបប្រភេទហ្នឹងចឹងបានមួយវិញទៀតអ្នកទាំងអស់គ្នាពេលដែលស្ដាប់ហ្នឹងក៏យើងអាចមើលបានដែរមិនមែនថាស្ដាប់យើងអាចមើលទេដល់ពេលដែលមើលហ្នឹងយើងអាចបើក subtitle នៅលើហ្នឹងទៅអញ្ចឹងវាជាជំនួយដែលថាពាក្យខ្លះបើយើងអត់មាន subtitle យកហ្មងសូម្បីតែខ្ញុំផ្ទាល់ក៏ចំណេះពេលខ្លះអត់មាន subtitle នៅលើហ្នឹងក៏ខ្ញុំពិបាកក្នុងការស្ដាប់ដល់ពេលដំបូងយើងអត់ដឹងថាពេលគេនិយាយអញ្ចឹងពាក្យហ្នឹងនៅពេលដែលគេជនជាតិដើមនិយាយគេ pronounce គេនិយាយបញ្ចេញសលេងមកបែបហ្នឹងទេចូលមកដល់ចំណុចចុងក្រោយគេដែលជា skill សំខាន់របស់យើងដែរគឺ speaking skill នេះដែរបើអ្នកទាំងអស់គ្នាអាចអនុវត្តមានគ្នា practice មួយមិត្តភ័ក្តិជាមួយនឹងលោកគ្រូអ្នកគ្រូអាហ្នឹងក៏កាន់តែប្រសើរប៉ុន្តែចំពោះអ្នកដែលមានភាពថាអៀនខ្មាស់ខ្លាចគេគិតថាយើងនិយាយអត់សូវល្អអីចឹងឬក៏យើងគ្រាន់តែចង់អនុវត្តបន្ថែមនៅផ្ទះអញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នា download Gemini AI មកដោយសារតែ Gemini ភាគច្រើនគឺយើងអាចនិយាយដូចយើង call មួយណាគេម្នាក់ចឹងហើយយើងអាចនិយាយឆ្លើយទៅវិញទៅមកអត់សូវមាន limit ច្រើនទេ tip មួយទៀតចំពោះអ្នកដែលទើបតែរៀននិយាយដំបូងអញ្ចឹង Gemini ឬក៏ AI ផ្សេងទៀតគេអាចនឹងនិយាយមករៀងលឿនរៀងពាក្យបាក់អញ្ចឹងយើងមុននឹងនិយាយយើងប្រាប់គេច្បាស់មក Hello today I want to practice my English speaking skill មិនន័យថាយើងប្រាប់ថ្ងៃហ្នឹងយើងចង់អនុវត្តជំនាញនិយាយរបស់យើងហើយប្រាប់មួយថា please speak slowly ប្រាប់ថាឲ្យនិយាយបែបយឺតហើយប្រាប់កម្រិតរបស់យើង I am a beginner student អីចឹងមកអញ្ចឹងការប្រាប់ឬក៏ដល់ហ្នឹងដូចតែយើងបង្វឹក AI បើយើងអត់ប្រាប់ទេគេនិយាយមកធម្មតាគេមិនដឹងថាយើងមានគោលបំណងបែបណាវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមអរគុណដល់អ្នកទាំងគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចយកទៅអនុវត្តផងដើម្បីទទួលបានផ្លែផ្កាទាំងអស់គ្នាបាយបាយ